នេះទស្សនវិជ្ជាក្នុងពេលរាត្រីនៃវត្តលក្ខណៈវងជុងធំគឺក្រុមជាងនិងគណៈកម្មការនិងប្រសង់វត្តលក្ខណៈវងជុងធំរៀបចំឆាកដូរតន្ត្រីដើម្បីប្រគំក្នុងពេលខាងមុខនេះគឺក្នុងថ្ងៃ15កើតខែកដិកថ្ងៃស្អែកនេះជាថ្ងៃដែលយើងត្រូវប្រារព្ធឡើងនៅពិធីបិណ្ឌអកអំបុកសំពះព្រះខែដង្ហែនៅប្រទីបទាំង5ក្រុមគឺក្នុងនោះគឺមានក្រុមលេខ1ក្រុមលេខ2ក្រុមលេខ3ក្រុមលេខ4និងក្រុមលេខ6អញ្ចឹងហើយក្នុងពេលរាត្រីនេះប្រសង់ប្រធមមេចានិងគណៈកម្មការក៏បានរៀបចំលំអដោយកំពូលភ្លើងផ្សេងនិងយើងចងនៅកញ្ជ្រួចហ្នឹងដែលជាភ្លើងបាញ់ឲ្យមានពណ៌មានអីណាអញ្ចឹងក្នុងពេលនេះប្រសង់រៀបចំឲ្យហើយជាស្រេចក្នុងរាត្រីនេះគឺជារាត្រី14កើតខែកដិកហើយក្នុងរាត្រីស្អែកគឺជារាត្រី15កើតពេញបូរមីខែកដិកហ្នឹងហើយមើលទស្សនវិជ្ជាក្នុងពេលរាត្រីនៃវត្តលក្ខណៈវងជុងធំយើងរៀបចំឲ្យស្រេចទៅហើយនឹងស្អែកយើងមានបណ្ដាលតាមក្រុមនិងដង្ហែប្រទីបមកកាន់អារាមដ្ឋាននៃវត្តលក្ខណៈវងជុងធំជាខ្លងទ្វារចូលមកក្នុងខ្លងទ្វារដែលវត្តលក្ខណៈវងជុំធំគឺមានខ្លងទ្វារ4គឺនៅក្នុងសម្បត្តិនៅខាងត្បូងដែលផ្លូវធំនោះ1ហើយនៅខាងកើតនេះដែលមានព្រំមុខ4ហ្នឹងគឺ1ហើយនៅខាងចំកណ្ដាលនេះមានកំពូល3ដូចជាអង្គរវត្តនេះនៅខាងលិចនោះមានទៅតាមលក្ខណៈនៃប្រាសាទព្រះវិហារហើយដើម្បីបញ្ចាំងឲ្យយោមញាតិពុទ្ធបរិស័ទនឹងទស្សនានៅក្នុងពេលរាត្រីយើងរៀបចំកំពូលភ្លើងព្រះសង្ឃលោកកំពុងរៀបចំនៅខ្សែភ្លើងដើម្បីយើងរៀបចំបាញ់ថាបាញ់កញ្ជ្រួចដើម្បីទទួលនៅអង្គការភ្លើងទាំង5ក្រុមគេរត់តាមនេះទៅគេវាយកាមេរ៉ាឲ្យស្អាតអើយវាយឡោពេកប៉តឡោពេកប៉តឡោប៉តឡោចៅនេះទស្សនវិជ្ជាក្នុងពេលរាត្រីថ្ងៃស្អែកបានជាថ្ងៃដែលយើងប្រារព្ធពិធីបិណ្ឌអកអំបុកសំពះព្រះខែឆ្លងទ្វារមួយជំខៀងខាងលិចយើងកសាងទៅតាមលក្ខណៈនៃប្រាសាទព្រះវិហារទៅតាមលក្ខណៈប្រាសាទព្រះវិហារគឺផ្លូវទៅលិចផ្លូវចាក់ដានហ្នឹងហើយយើងមានតែ3ផ្លូវទេវត្តលក្ខណៈវងជុំធំគឺផ្លូវពីត្បូងផ្លូវពីលិចនិងផ្លូវខាងជើងជាទស្សនវិជ្ជាខាងក្រៅវត្តនៅលបងយើងទើបតែប្រកាសអត់ហើយយើងមិនទាន់បានមានក្បាច់មានក្បូរអីទេមិនទាន់បានបិទក្បាច់បិទអីទេនៅខាងក្រៅវត្តនេះក៏ជាផ្លូវដានដែរ
ផ្លូវដានប្រហែលជា3 ម៉ែត្រទៅវិញនៅខាងក្រៅវត្តទិដ្ឋភាពពេលរាត្រីនៅខាងក្រៅវត្តនេះក្នុងរាត្រីនេះដែរគឺប្រសង់កំពុងតែរៀបចំនឹងខ្សែភ្លើងដើម្បីយើងបន្តក្នុងរាត្រីស្អែកនេះដង្ហែអង្គប្រទីបចូលមកកាន់អារាមដ្ឋាននៃវត្តរាជវង្សជុំធំហើយខ្សែភ្លើងនេះយើងសម្រាប់ឲ្យសម្រាប់ដិតផាវថាកញ្ជ្រួចហ្នឹង